ដើម្បីរំលឹកដល់ថ្ងៃប្រសូតរបស់សម្ដេចព្រះសង្ឃរាជជួនណាតនិងស្នាមព្រះហស្ថជាសមិទ្ធផលសំខាន់សូមលើកយកប្រវត្តិសង្ខេបសម្ដេចព្រះសង្ឃរាជជួនណាតសម្ដេចព្រះសង្ឃរាជជួនណាតប្រសូតនៅថ្ងៃអង្គារ11រោចខែផល្គុនឆ្នាំវកឆស័កពុទ្ធសករាជ2427ត្រូវនៅថ្ងៃទី11ខែមីនាគ្រិស្តសករាជ1883នៅភូមិកំរៀងសង្កាត់រកាកោះស្រុកគងពិសីខេត្តកំពង់ស្ពឺមាតាឈ្មោះយ៉កបិតាឈ្មោះព្រំជួនជាកសិករព្រះអង្គមានបងប្អូនបង្កើតចំនួន2នាក់គឺរូបព្រះអង្គនិងប្អូនប្រុសគឺលោកអុកញ៉ាមន្ត្រីជនុនព្រះជន្មាយុ18ឆ្នាំព្រះអង្គបានបួសជាសាមណេរក្នុងពុទ្ធសករាជ2441ត្រូវនឹងគ្រិស្តសករាជ1897នៅវត្តពោធិព្រឹក្សឃុំរលាំងកែនស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលរយៈពេល2វស្សាទើបនិមន្តទៅរៀនសូត្រព្រះបរិយត្តិធម៌នៅវត្តអូណាឡោមក្រុងភ្នំពេញព្រះជន្មាយុ21វស្សាព្រះអង្គបានបំពេញឧបសម្បទាជាភិក្ខុព្រះនាមបញ្ញត្តិជោតញ្ញណោនឹងគង់នៅក្នុងវត្តពោធិព្រឹក្សស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនៅក្នុងពុទ្ធសករាជ2448ត្រូវនឹងគ្រិស្តសករាជ1904ព្រះអង្គបានចាប់ផ្ដើមរៀនសូត្រជាដំបូងគឺមេសូត្រនិងប្រែមូលកច្ឆាយណៈនិងគម្ពីរធម្មបទពីព្រះពុទ្ធឃោសាចារ្យព្រះនាមម៉ាកេតដែលជាព្រះឧបជាក្រៅពីភាសាជាតិព្រះអង្គរៀនចេះនៅវេយ្យាករណ៍ភាសាបាលីសំស្ក្រឹតភាសាថៃភាសាឡាវភាសាបារាំងអង់គ្លេសនិងវៀតណាមនៅពុទ្ធសករាជ2457ត្រូវនឹងគ្រិស្តសករាជ1913សម្ដេចព្រះសង្ឃរាជជួនណាតបានចូលប្រឡងដេញប្រយោគនៅក្នុងព្រះឧបោសថរតនារាមវិហារប្រការមរកតបាន4ប្រយោគដែលជាប្រយោគជាន់ខ្ពស់បំផុតនៅក្នុងសម័យនោះនៅឆ្នាំ1915ព្រះអង្គបានប្រឡងជាប់លេខ2និងទទួលការតែងតាំងជាសាស្ត្រាចារ្យបាលីជាន់ខ្ពស់ដែលសពថ្ងៃនេះហៅថាពុទ្ធកវិទ្យាល័យព្រះសរាមរិទ្ធពុទ្ធសករាជ2463ដែលកាលនោះព្រះអង្គជាព្រះគ្រូសង្ឃសត្ថាក្នុងនាមជាសាមណសិស្សបាននិមន្តទៅបំពេញវិជ្ជាភាសាសំស្ក្រឹតនិងអក្សរសិលាចារឹកនៅសាលាបារាំងសែលចុងបូព៌ានៅទីក្រុងហាណូយប្រទេសវៀតណាមដែលមានលោកលូវីសវីណូជនជាតិបារាំងជាចាងវាងសាលានោះព្រះអង្គជាសមាជិកនៃក្រុមជំនុំពិនិត្យអក្ខរាវិរុទ្ធក្នុងសៀវភៅផ្សេងៗដែលសាលាបាលីជាន់ខ្ពស់បានបោះពុម្ពផ្សាយព្រះអង្គបានធ្វើជាមេប្រយោគក្នុងការប្រឡងយកវិញ្ញាបនបត្របឋមសិក្សាខ្មែរនិងការប្រឡងយកសញ្ញាបត្របឋមសិក្សាជាន់ខ្ពស់បារាំងខ្មែរនៅទីក្រុងភ្នំពេញនៅក្នុងពុទ្ធសករាជ2471ត្រូវនឹងគ្រិស្តសករាជ1927ព្រះអង្គបានទទួលការតែងតាំងជាសមាជិកជំនុំផ្ដាច់ឆ្នាំសម្រាប់បណ្ណាល័យកម្ពុជាដែលសពថ្ងៃហៅថាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតព្រះអង្គជាចាងវាងរងសាលាបាលីជាន់ខ្ពស់និងជាសមាជិកជំនួយនៃក្រុមជំនុំព្រះត្រៃបិដកសម្ដេចព្រះសង្ឃរាជជួនណាតទ្រង់ធ្លាប់ជាសមាជិកនៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃរឿងរបស់កវីនិពន្ធខ្មែរបុរាណដើម្បីប្រមូលបញ្ជូនពាក្យទាំងនោះទៅក្នុងវចនានុក្រមខ្មែរនិងជាសមាជិកក្រុមជំនុំពិនិត្យសៀវភៅរបស់ក្រសួងសិក្សាធិការជាតិនៅក្នុងពុទ្ធសករាជ2478គ្រិស្តសករាជ1935ព្រះអង្គធ្វើជាសាស្ត្រាចារ្យបង្រៀនសាលាបាលីសំស្ក្រឹតខ្មែរនិងឡាវប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សាវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញសម្ដេចព្រះសង្ឃរាជជួនណាតទ្រង់បានទទួលតំណែងជាប្រជាអធិការវត្តអូណាឡោមនិងជាអធិបតីនៃថេរសភាគឺក្រុមជំនុំជាន់ខ្ពស់របស់ព្រះសង្ឃព្រះអង្គបានទទួលតួនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរករនៃគណៈកម្មការជាតិខាងការសិក្សានៅក្នុងឆ្នាំ1961ទ្រង់បានធ្វើជាប្រធាននៃការសម្ភាសន៍អក្សរសាស្ត្រផ្សាយតាមវិទ្យុជាតិរៀងរាល់ថ្ងៃសុក្រព្រះអង្គក៏ជាប្រធានគណៈកម្មការពិនិត្យអត្ថបទផ្សាយផ្នែកប្រវត្តិសាស្ត្រខ្មែរនិងជាប្រធានគណៈកម្មការពិនិត្យនិងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរទាក់ទងនឹងការបំពេញការងារនៅក្រៅប្រទេសសម្ដេចព្រះសង្ឃរាជជួនណាតទ្រង់ដឹកនាំគណៈប្រតិភូទេសនានៅវត្តខ្មែរកម្ពុជាក្រោមនិងទៅកាន់ប្រទេសឡាវដើម្បីប្រជុំប្រឹក្សាកិច្ចការនៃពុទ្ធសាសនបណ្ឌិតនៅទីនោះ
នៅឆ្នាំ1943ព្រះអង្គបានទទួលតួនាទីជាសមាជិកឆ្លើយឆ្លងសាលាបារាំងនៅចុងបូព៌ាប្រទេសសម្ដេចក៏បានដឹកនាំប្រតិភូទៅកាន់ប្រទេសស្រីលង្កាភូមាដើម្បីធ្វើឆដ្ឋសង្ឃាយនានៅទីនោះនៅមានបេសកកម្មក្រៅប្រទេសជាច្រើនទៀតដែលសម្ដេចព្រះសង្ឃរាជជនណាតទ្រង់បានបំពេញការងារពុទ្ធសករាជ2507គ្រិស្តសករាជ1963ព្រះអង្គបានទទួលព្រះឋានៈជាសម្ដេចព្រះសង្ឃរាជថ្នាក់ទី1ពីសម្ដេចនរោត្តមសីហនុព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជានៅឆ្នាំ1967ព្រះអង្គបានទទួលសញ្ញាបត្របណ្ឌិតអក្សរសាស្ត្រពេញលក្ខណៈពីសម្ដេចប្រមុខរដ្ឋក្នុងនាមមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រនៃភូមិន្ទសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជជនណាតទ្រង់បានកសាងគម្ពីរដីកាជាច្រើនទាំងគម្ពីរស្លឹករឹតនិងគម្ពីរជាសៀវភៅជាពិសេសគឺសៀវភៅប្រែពីភាសាបាលីមកជាភាសាខ្មែរដើម្បីសមស្របសម្រាប់ពុទ្ធបរិស័ទបានសិក្សារៀនសូត្រសៀវភៅទាំងនោះរួមមានវចនានុក្រមខ្មែរសៀវភៅកច្ឆាយនូបឋម្មបកៈឬវេយ្យាករណ៍បាលីមានចំនួន2ភាគសៀវភៅគហិបដិបត្តិសៀវភៅសាមណេរវិន័យបតិមោក្ខសង្វរៈសង្ខេបកាបលោកធម៌លក្ខណៈក្រៅពីនេះទៀតព្រះអង្គក៏បានតែងជាសុភមង្គលភាសាបាលីបទយាវត្ត7គាថាព្រមទាំងប្រែជាសម្រាយសម្រាប់សូត្រថ្វាយសុភមង្គលព្រះមហាក្សត្រព្រះអង្គក៏បានតែងអត្ថបទផ្សេងជាច្រើនទៀតនៅក្នុងទស្សនាវដ្តីកម្ពុជាសូរិយារបស់ពុទ្ធសាសនបណ្ឌិតតាំងពីឆ្នាំ1926ហើយនៅមានអត្ថបទធម៌ផ្សេងដែលចុះនៅក្នុងទស្សនាវដ្តីពន្លឺពុទ្ធចាស់ព្រះអង្គបាននិពន្ធនៅទំនុកច្រៀងបទនគររាជសម្រាប់ភ្លេងជាតិខ្មែរឬបទគោរពទង់ជាតិដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះព្រះអង្គក៏បានតែងនិពន្ធនៅទំនុកបទសារផាញ់ឬធម៌សូត្រជាបទជាដើមនៅរាល់ស្នាមប្រហោះទាំងឡាយរបស់ព្រះអង្គទាំងផ្នែកអក្សរសាស្ត្រជាតិទាំងផ្នែកធម៌ក្តីដូចបានបញ្ជាក់មកនេះរហូតមកដល់បច្ចុប្បន្នស្នាមប្រហោះទាំងនោះនៅតែបានដកជាប់ព្រមទាំងមានការកោតសរសើរយ៉ាងក្រៃលែងពីសំណាក់ពុទ្ធបរិស័ទប្រជាពលរដ្ឋកូនចៅខ្មែរពីមួយជំនាន់តទៅមួយជំនាន់